សម្លកកូរមិនត្រឹមតែជាមុខម្ហូបដ៏ពេញនិយមរបស់ប្រជាជនខ្មែរប៉ុណ្ណោះទេប៉ុន្តែវាគឺជាការចងក្រងនូវបន្លែចម្រុះមុខនិងគ្រឿងផ្សំខ្មែរពិតៗដែលផ្ដល់នូវសុខភាពនិងរសជាតិយ៉ាងឈ្ងុយឆ្ងាញ់រាល់អ្វីប្រៀបផ្ទឹមពុំបាននោះទេនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកអំពីតិចនិចស្លឲ្យបន្លែនៅរក្សាពណ៌បៃតងស្រស់និងរសជាតិដិតឆ្ងាញ់តែម្ដងតោះទៅមើលអំពីគ្រឿងផ្សំទាំងអស់គ្នាបន្លែកកូរនេះខ្ញុំទិញពីផ្សារអស់តែ 1,500 រៀលទេគឺមានសពមានទាំងល្ពៅត្រប់ល្ហុងហើយនិងត្រប់ពុតញងហើយក៏មាននឹងខ្នោខ្ចីផងដែរតម្លៃតែ 1,500 ទេប៉ុន្តែអ្នកលក់ដាក់ឲ្យឡើងសពមុខតែម្ដងហើយខ្ញុំមានស្លឹកម្រុំដែលខ្ញុំកាត់នៅខាងក្រោយផ្ទះថ្ងៃនេះខ្ញុំស្លកកូរដោយប្រើឆ្អឹងជំនីជ្រូកនិងត្រីអណ្ដែងបន្ទាប់មកគ្រឿងផ្សំមានដូចជាអង្ករលីងប្រហុកចិញ្ច្រាំនិងគ្រឿងបុកសម្រាប់សាច់ស្លសម្លកកូរបងប្អូនចង់ប្រើសាច់អីក៏បានដែរសាច់មាន់ក៏បានសាច់ជ្រូកចិញ្ច្រាំក៏បានឬក៏ឆ្អឹងជំនីដូចខ្ញុំក៏បានដែរគឺមានរសជាតិឆ្ងាញ់ដូចគ្នាបើសិនជាបានបន្ថែមត្រីសោះលាយជាមួយនឹងសាច់ទៀតគឺរឹតតែមានរសជាតិឆ្ងាញ់អញ្ចឹងយើងលាងសាច់និងលាងត្រីនឹងឲ្យបានស្អាតល្អមករួចទុកគ្រឿងសាច់នៅមួយឡែកសិនដំបូងយើងត្រូវដាក់ឆ្នាំងឲ្យក្តៅដាក់ប្រេងឆាបន្តិចរួចដាក់គ្រឿងដែលបានបុកហើយចូលឆារំលីងឲ្យមានក្លិនឈ្ងុយហើយបន្តមកទៀតយើងដាក់ប្រហុកចិញ្ច្រាំរួចដាក់ចូលទៅរំលីងជាមួយនឹងគ្រឿងនឹងឲ្យបានសព្វល្អឲ្យមានក្លិនឈ្ងុយដល់ពេលដែលឈ្ងុយហើយយើងបន្ថែមឆ្អឹងជំនីឆ្អឹងជំនីហើយនឹងក្បាលត្រីយើងកុំតន់ដាក់សាច់ត្រីព្រោះកាលណាយើងរំលីងជាមួយសាច់ត្រីនឹងធ្វើឲ្យសាច់ត្រីរបស់យើងបែកបន្ទាប់ពីយើងរំលីងបានឈ្ងុយហើយយើងបន្ថែមបន្លែកកូររបស់យើងនឹងរំលីងជាមួយគ្នាឲ្យបានសព្វល្អពេលនេះដែរខ្ញុំបានបន្ថែមទឹកត្រីបន្តិចដើម្បីឲ្យវាមានជាតិសើមនៅពេលដែលកូរចូលសព្វគ្នាល្អហើយខ្ញុំបន្ថែមទឹកជានៅពេលដែលបន្ថែមទឹកជាខ្ញុំបន្ថែមសាច់ត្រីចូលនិងគ្របទុកមួយសន្ទុះដើម្បីឲ្យវាផ្ងំម៉ាន់ល្អឆ្លៀតពេលនេះដែរខ្ញុំទៅបេះស្លឹកម្រុំសម្រាប់បន្លែបៃតងថ្ងៃនេះខ្ញុំមានតែស្លឹកម្រុំទេប្រសិនជាបងប្អូនមានបន្លែផ្សេងទៀតដូចជាស្លឹកម្រះឬក៏ផ្ទេឬក៏ស្លឹកបាសអីបងប្អូនអាចបន្ថែមទៀតបានវាមានរសជាតិកាន់តែឆ្ងាញ់នៅពេលដែលទឹកសម្លយើងពុះហើយយើងអាចបន្ថែមគ្រឿងស្ករអំបិលប៊ីចេងភ្លក់មើលតាមចំណង់ចំណូលចិត្តហើយនៅពេលហ្នឹងដែរយើងបន្ថែមអង្ករលីងត្រង់ចំណុចដែលយើងបន្ថែមអង្ករលីងនេះហើយដែលធ្វើឲ្យសម្លកកូររបស់យើងខាប់ល្អនិងមានក្លិនឈ្ងុយជាចុងក្រោយបងប្អូនបន្ថែមស្លឹកម្រុំជាការស្រេចមិនបាត់ទុកយូរពេកទេព្រោះបន្លែបៃតងគ្រាន់តែត្រូវនឹងភ្លើងគឺឆ្អិនហើយមើលចុះបន្លែកកូររបស់យើងឡើងពណ៌បៃតងស្រស់តែម្ដងហើយនឹងមានក្លិនឈ្ងុយចេញពីអង្ករលីងគួរឲ្យចង់ញ៉ាំមែនតែនសម្លកកូរមិនត្រឹមតែឆ្ងាញ់ទេថែមទាំងផ្ដល់សុខភាពល្អទៀតផងកុំភ្លេចសាកល្បងធ្វើតាមវិធីនេះទាំងអស់គ្នាណាបើសិនជាពេញចិត្តវីដេអូនេះកុំភ្លេចចុច like និង share ឲ្យខ្ញុំម្នាក់មួយផងណាអរគុណបងប្អូនទាំងអស់គ្នានឹងជួបគ្នានៅវីដេអូបន្តទៀតណា